បានសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាហើយថ្ងៃនេះដែរគឺខ្ញុំនិយាយអំពីបញ្ហារវាងចំនួនព្រំដែនកម្ពុជានិងព្រំដែនថៃពុកម៉ែបងប្អូនទាំងអស់គ្នាហើយរូបភាពនេះគឺជារូបភាពប្រជាជនថៃបានទៅតវ៉ានៅមុខស្ថានទូតកម្ពុជារបស់យើងដែលស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃផងដែរពុកម៉ែបងប្អូនប្រិយមិត្តដោយសារតែខាងប្រជាជនថៃគឺមិនទទួលស្គាល់នៅអំណាចតុលាការអន្តរជាតិដោយសារតែប្រទេសកម្ពុជារបស់យើងបានប្តឹងទៅលើតុលាការ ICJ ដែលជាតុលាការខាងកាត់ក្តីខាងរវាងព្រំដែនផងដែរពុកម៉ែបងប្អូនប្រិយមិត្តហើយគាត់បានទៅសេផ្លាកសញ្ញាតវ៉ាជាច្រើនដូចជាគាត់និយាយថាគាត់មិនថយសូម្បីតែមួយជំហានគាត់ចង់និយាយទៅលើកងទ័ពថៃផងដែរពុកម៉ែបងប្អូនហើយក៏បានទៅសេផ្លាកសញ្ញានេះមួយទៀតគឺគាត់ទៅសេថាគាត់ចង់បិទព្រំដែនកម្ពុជាថៃពុកម៉ែបងប្អូនទាំងអស់គ្នាគឺគាត់មានការមានជាតិនិយមផងដែរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាដោយសារតែមានចំនួនរ៉ាំរ៉ៃរវាងព្រំដែនថៃនិងព្រំដែនកម្ពុជារបស់យើងតាំងពីឆ្នាំ2008ដល់2011ផងដែរដែលកាលហ្នឹងគឺមានការរឿងព្រំដែនរវាងប្រាសាទព្រះវិហារផងដែរពុកម៉ែបងប្អូនហើយដោយសារតែមានភាពមិនច្បាស់លាស់រវាងផែនទីចឹងហើយធ្វើឲ្យព្រំដែនកម្ពុជានិងព្រំដែនថៃគឺមានចំនួនជាមួយគ្នារ៉ាំរ៉ៃមែនទែនពុកម៉ែបងប្អូនប្រិយមិត្តហើយធ្វើឲ្យប្រជាជនថៃគឺមានផ្ទុះការតវ៉ាជាច្រើនហើយនេះគឺជាផ្លាកសញ្ញាដែលគាត់បានតវ៉ានៅមុខស្ថានទូតកម្ពុជារបស់យើងគាត់និយាយថារដ្ឋាភិបាលថៃគឺមានបេះដូងខ្មែរគាត់ចង់និយាយថាគាត់រដ្ឋាភិបាលថៃគឺសម្រុះសម្រួលជាមួយខ្មែរអញ្ចឹងហើយគឺគាត់ឲ្យចុះចេញទៅហើយគាត់និយាយថាប្រទេសថៃគឺមិនទទួលស្គាល់នៅអំណាចតុលាការពិភពលោកទេអញ្ចឹងហើយធ្វើឲ្យប្រជាជនថៃគឺបានផ្ទុះការតវ៉ាជាខ្លាំងកើតទុកមិនសុខចិត្តរវាងចំនួនព្រំដែនប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំ3ដែលមានការផ្ទុះអាវុធនៅក្នុងថ្ងៃទី28ដែលធ្វើឲ្យទាហានកម្ពុជារបស់យើងបាត់បង់អាយុជីវិតមួយរូបផងដែរហើយផ្លាកសញ្ញានេះគាត់និយាយថាឲ្យទាហានថៃនឹងស៊ូដើម្បីថែរក្សាទឹកដីរបស់គេផងដែរទឹកដីរបស់ថៃអញ្ចឹងពុកម៉ែបងប្អូនប្រិយមិត្តអស់គ្នាអញ្ចឹងហើយគឺមានការផ្ទុះការតវ៉ាជាខ្លាំងនៅថ្ងៃនេះពុកម៉ែបងប្អូនអស់គ្នាដែលធ្វើឲ្យប្រជាជនថៃនឹងគឺស្រស់ស្រួលគឺរួមគ្នាមែនទែនគឺសាមគ្គីមែនទែនគឺប្រជាជនថៃនឹងក៏គាត់ជឿជាក់ទៅលើប្រជាជនរបស់គាត់នៅក្នុងការតវ៉ានៅក្នុងថ្ងៃនេះផងដែរពុកម៉ែបងប្អូនប្រិយមិត្តហើយការថាអធិប្បាយរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបើសិនជាមានពេលមានថ្មីគឺខ្ញុំនឹងធ្វើវីដេអូបង្ហាញជូនពុកម៉ែបងប្អូនបន្តទៀតបាទសូមអរគុណសូមគោរពលា